អ្នកនាំពាក្យក្រសួងយុតិធធលោកសេងមីណាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាភាគីថៃនឹងមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ2000ឬ MOU 2000បានទេព្រោះវាជាឯកសារដែលមានតម្លៃច្បាប់ជាអន្តរជាតិការអធិប្បាយរបស់អ្នកនាំពាក្យក្រសួងយុតិធធដូចនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីថៃលោកអនុทิនឆាន់វីរៈគុណបានឲ្យដឹងថារដ្ឋាភិបាលរបស់លោកនឹងស្នើឲ្យមានការបោះឆ្នោតប្រជាមតិមួយដើម្បីសួរយោបល់ប្រជាជនថៃថាតើគួរឬមិនគួរលុបចោលកិច្ចព្រមព្រៀងទាំងពីរដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អ្នកនាំពាក្យក្រសួងយុតិធធលោកសេងនីណាបានលើកឡើងហេតុផលសំខាន់ពីរដែលថៃមិនអាចលុបចោលអនុស្សរណៈឆ្នាំ2000បានទី1 MOU 2000គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានតម្លៃដោយសន្ធិសញ្ញានិងត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយអង្គ